ស្ដីជួបគ្នាម្ដងទៀតនៅវីដេអូថ្មីថ្ងៃនេះខ្ញុំនាំបងប្អូនទៅមើលភ្នំមួយដែលជាភ្នំនៅទីក្រុងភ្នំពេញប្រទេសកម្ពុជាយើងនឹងឯងហើយភ្នំហ្នឹងគឺជាភ្នំដែលខ្ពស់ជាងគេដែលសាងសង់ឡើងនៅក្នុងឆ្នាំ1373ហើយនៅក្នុងជាបេះដូងនៃទីក្រុងភ្នំពេញនេះតែម្ដងហើយភ្នំនេះគឺឈ្មោះរមណីយដ្ឋានវត្តភ្នំហើយរមណីយដ្ឋានវត្តភ្នំនឹងគឺជាតំបន់ភ្ញៀវជាតិនិងអន្តរជាតិមកទស្សនាជារៀងរាល់ថ្ងៃអញ្ចឹងតោះទៅមើលទាំងអស់គ្នាថាតើនៅក្នុងរមណីយដ្ឋានវត្តភ្នំនឹងមានអីគេខ្លះទៅជាមួយខ្ញុំ Phnom is the heart of Phnom Penh city and an artificial hill of 27 meters, built in 1373, which is the highest Buddhist edifice in Phnom Penh. In 1372, there is a legend, a wealthy lady named Penh. One day while she was walking along the Mekong River, she saw a cookie tree floating near the riverside. She then called her neighbors to help pull the tree ashore. Inside the cookie tree, she discovered 4 Buddha statues. In that same year, she asked all the inhabitants to help raising up a real little hill on a hill lake in front of her house called Phnom Penh together with neighbors. Build a sanctuary on the Phnom to place 4 statues of Buddha found in like a tree trunk that had drifted away from the mainland. In 1434, King Bhunyayat established a city around Phnom by giving the name Phnom Dom Penh, which became soon after Phnom Penh. A large stupa was built at the top of the hill to store ashes his family. This stupa has been renovated and transformed several times in 1434, 1806, 1894, 1926. These works have embellished the site of Wat Phnom over time.
ចាបងប្អូនជាអ្នកនៅទីក្រុងភ្នំពេញយើងហ្នឹងបើសិនជាចង់រកកន្លែងណាដែលមានដើមឈើធំធំក៏ដូចជារកកន្លែង relax ឬក៏រកកន្លែងហាត់ប្រាណអីអញ្ចឹងខ្ញុំ recommend បងប្អូនគឺមកកន្លែងរមណីយដ្ឋានវត្តភ្នំរបស់យើងបានហើយរមណីយដ្ឋានវត្តភ្នំនេះគឺជាតំបន់ទេសចរក៏ប៉ុន្តែអ្នកដែលអាចថាភ្ញៀវអ្នកដែលនៅក្នុងទីក្រុងភ្នំពេញនឹងអាចមកលេងបានបងប្អូនហើយកន្លែងនេះគឺគេធំហើយមានដើមឈើធំតាមពិតខ្ញុំថាមកតាមមួយផ្លែដែរដើម្បីថតវីដេអូដើម្បីចែកជូនបងប្អូនអញ្ចឹងណាបងប្អូនក៏ប៉ុន្តែដោយសារឃើញនៅនេះវាដើមឈើស្អាតពេកនៅនេះឃើញដើមឈើស្អាតពណ៌បៃតងមានសម្លេងសត្វចិត្តអញ្ចឹងណាអញ្ចឹងមានអារម្មណ៍ថាrelax ហើយក៏នឹកឃើញថាចង់ចែកម្លែកឲ្យបងប្អូនអញ្ជើញបងប្អូនមកនៅចិត្តនឹងឯងនៅក្នុងទីក្រុងភ្នំពេញយើងនឹងឯងអញ្ចឹងអាចមកអញ្ជើញមកពេលក្រោយទៀតខ្ញុំនឹងមកឲ្យបានញឹកញាប់ពីព្រោះកន្លែងនេះគឺជាកន្លែងមួយដែលខ្ញុំចូលចិត្តហើយស្ងប់ស្ងាត់ល្អបងប្អូនអញ្ចឹងខ្ញុំនឹងអូខេដែលខ្ញុំវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្ណឹងហើយខ្ញុំក៏អរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូហ្នឹងអញ្ចឹងជួបគ្នានៅវីដេអូក្រោយៗទៀតអញ្ចឹងបងប្អូនកុំភ្លេចជួយ Subscribe Channel Rita ខ្មែររបស់នាងខ្ញុំដើម្បីទទួលបាននូវវីដេអូថ្មីៗទៀតចាអញ្ចឹងអរគុណមានតែប៉ុណ្្នឹងឯងបាយ See you next videoចាអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូរបស់នាងខ្ញុំតាមដានរហូតដល់ចប់ហើយសូមកុំភ្លេចជួយ Subscribe Channel របស់នាងខ្ញុំផងអរគុណជម្រាបលាបាយ